សួស្តីបងប្អូនទាំងអស់គ្នាតើបងប្អូនទាំងអស់គ្នាមានដឹងថាទីក្រុងក្តាននៅក្នុងប្រទេសជប៉ុននឹងស្ថិតនៅក្នុងខេត្តណានៃប្រទេសជប៉ុនតោះបើអត់ទាន់ដឹងទេចាំតាមដានវីដេអូនេះទាំងអស់គ្នាជាដំបូងមុននឹងទៅដល់ទីក្រុងក្តាននៅក្នុងប្រទេសជប៉ុននឹងគឺយើងត្រូវធ្វើដំណើរដោយជិះរថភ្លើងហើយយើងធ្វើដំណើរចេញពីទីក្រុងក្យូតូទៅកាន់ណារ៉ាហើយខេត្តណារ៉ានេះដែរគឺវាស្ថិតនៅចន្លោះពីទីក្រុងក្យូតូនិងទីក្រុងអូសាកាគឺវានៅចំណុចកណ្ដាលហើយឥឡូវនេះគឺខ្ញុំបានមកដល់ណារ៉ាហើយគឺយើងត្រូវវាយកាតរថភ្លើងចេញដើម្បីទៅដល់កន្លែងមើលក្តានហ្នឹងហើយបើបងប្អូនមានចំណាប់អារម្មណ៍ចង់មកមើលក្តាននៅក្នុងប្រទេសជប៉ុនគឺខ្ញុំរីកមិនឲ្យបងប្អូនមកលេងនៅខេត្តណារ៉ានេះដោយសារតែក្តាននៅក្នុងខេត្តណារ៉ានេះគឺវាច្រើនខ្លាំងមែនទែនហើយបើសិនជាបងប្អូនបានមកលេងនៅក្នុងខេត្តណារ៉ានេះគឺបងប្អូនប្រកាសជាភ្ញាក់ផ្អើលខ្លាំងដោយសារតែក្តានច្រើនខ្លាំងមែនទែនហើយបើសិនជាប្រៀបធៀបនៅស្រុកខ្មែរយើងវិញគឺវាពោពេញទៅដោយសត្វគោប៉ុន្តែនៅក្នុងប្រទេសជប៉ុនគឺពោពេញទៅដោយសត្វក្តាននៅក្នុងទីក្រុងនិងវាលស្រែតែម្ដងអ្នកទាំងអស់គ្នាប្រកាសជាអត់ជឿថាក្តានជាគោរពយើងបើសិនបើយើងមានអីឲ្យវាស៊ីប្រកាសជាវាគោរពយើងហើយវានឹងងូកក្បាលដាក់យើងហើយនេះគឺជាក្តានដែលវានៅតាមដងផ្លូវបើកបរហើយចំពោះការឆ្លងស្តុបដែរក្តានក៏វាចេះឆ្លងស្តុបដែរបើសិនជាបងប្អូនអត់ជឿទេបងប្អូនអាចមកលេងក្នុងខេត្តនេះបានហើយនៅខាងក្រោយខ្ញុំហ្នឹងគឺជាសារមន្ទីរឧទ្យានណារ៉ាហើយនៅក្នុងសារមន្ទីរហ្នឹងដែរក៏មានតាំងពិព័រណ៍របស់ជាច្រើនដែលជារបស់ប្រវត្តិសាស្ត្រប្រចាំប្រទេសរបស់គេហ្នឹងបើនិយាយអំពីជនជាតិជប៉ុនវិញពួកគាត់គឺអត់មានអ្នកញ៉ាំសាច់ក្តានទេដោយសារតែសត្វក្តាននេះគឺវាដូចជាសត្វនៅក្នុងស្រុកហើយជាសត្វចិញ្ចឹមអញ្ចឹងពួកគាត់ស្រឡាញ់សត្វហ្នឹងដូចគ្នាដោយសារតែគាត់មានទម្លាប់អត់ញ៉ាំសត្វព្រៃដោយសារតែពួកគាត់គិតថាសត្វព្រៃហ្នឹងគឺជាសត្វមួយដែលវាស៊ីរបស់របរអត់មានអនាម័យអញ្ចឹងគឺវាអាចឆ្លងរោគឬក៏ឆ្លងជំងឺផ្សេងមកដល់ពួកគាត់អញ្ចឹងហើយមកដល់កន្លែងនេះគឺខ្ញុំឃើញអាងត្រីមួយហើយនៅក្នុងអាងត្រីនេះវិញដែរគឺមានត្រីធំខ្លាំងមែនទែនហើយពណ៌ស្អាតណាស់ដោយសារតែពេលហ្នឹងដែរគឺវាមេឃភ្លៀងអញ្ចឹងទៅត្រីវាអត់ចេញមកទេវាចេញមកតែមួយក្បាលហើយនៅខាងក្រោយខ្ញុំនេះដែរជាកន្លែងញ៉ាំអីបើសិនជាបងប្អូនមកលេងហើយរកអីញ៉ាំអត់បានគឺមកកន្លែងនេះមកហើយទីតាំងរបស់វាគឺនៅក្រោយសារមន្ទីរឧទ្យានណារ៉ាសម្រាប់នៅកន្លែងនេះគឺមានលក់កាហ្វេមានលក់ដូចជានំប៉័ងសម្រន់អីអញ្ចឹងណាហើយនៅខាងក្រោយខ្ញុំនឹងដែរទេសភាពស្អាតខ្លាំងមែនទែនហើយបន្ទាប់ពីខ្ញុំចេញពីហ្នឹងមកក៏ខ្ញុំបានដើរមកក៏ខ្ញុំប្រទះឃើញក្តានវាកំពុងតែដេកហើយក៏ខ្ញុំដាច់ចិត្តថាខ្ញុំមកសួរសុខទុក្ខវាដោយសារតែឃើញវារៀងស្ងួតស្ងាត់ពេកក៏ខ្ញុំសម្រេចចិត្តសួរវាថាងុយដេកមែនហើយបន្ទាប់ពីខ្ញុំចេញពីហ្នឹងមកក៏ខ្ញុំត្រូវទៅឆ្លងផ្លូវដើម្បីទៅកន្លែងសបោក្តានជាងគេហើយនៅក្នុងប្រទេសជប៉ុនយើងត្រូវឆ្លងផ្លូវក៏យើងត្រូវមើលភ្លើងស្តុបបើសិនជាដល់ភ្លើងក្រហមមកយើងត្រូវតែបញ្ញាប់រត់ឲ្យលឿនមិនចឹងទេគឺឡានប្រកាសជាអត់មើលយើងទេនៅក្នុងប្រទេសជប៉ុនរឿងដែលយើងត្រូវគោរពនឹងគឺជាច្បាប់ចរាចរណ៍ហើយនិងច្បាប់នៅខាងក្នុងប្រទេសជប៉ុននឹងតែម្ដងបន្ទាប់ពីខ្ញុំបានឆ្លងផ្លូវរួចហើយក៏ខ្ញុំបានឃើញក្តានមួយនឹងក៏ខ្ញុំបានអោនគោរពវាក៏វាអោនគោរពខ្ញុំវិញប៉ុន្តែក្នុងគោលបំណងវាគឺវារយស៊ីទេវាបានមកហាត់កតាបខ្ញុំតែក្នុងកតាបខ្ញុំដឹងស្រាប់ហើយគឺអត់មានអីទេសូម្បីតែលុយក៏អត់មានដែរនៅក្នុងការដើរលេងរបស់ខ្ញុំកាន់តែទឹកតែម្ដងកាហ្វេម្ដងរួចជាស្រេចហើយក្នុងការដើរលេងរបស់ខ្ញុំនេះដែរដោយសារតែជាថ្ងៃសម្រាប់ពីការងារក៏ដូចជាការរៀនរបស់ខ្ញុំហ្នឹងក៏ខ្ញុំបានសម្រេចចិត្តថាមកលេងនៅខេត្តណារ៉ានេះហើយក្នុងខេត្តណារ៉ានេះសម្រាប់ខេត្តដែលខ្ញុំរស់នៅហ្នឹងគឺវាចំណាយពេល1ម៉ោងក្នុងការធ្វើដំណើរមកទីនេះហើយក្តានមួយក្បាលនេះដែរក៏ខ្ញុំបានអោនគ្រប់វាហើយវាគ្រប់ខ្ញុំដូចគ្នាតែគោលបំណងវាគឺវាចង់បាននំស៊ីដូចគ្នាប៉ុន្តែសូមផ្ដាំផ្ញើបងប្អូនទាំងអស់គ្នាក៏មានការប្រុងប្រយ័ត្នទាំងអស់គ្នាដែរចំពោះសត្វក្តាននៅទីនេះក៏វាមានក្តានខ្លះក៏វាខូចដែរគឺវាបានជល់នឹងយើងតែម្ដងហើយចំពោះស្នែងវាគឺវាស្រួចខ្លាំងមែនទែនអញ្ចឹងបងប្អូនបើមានក្មេងៗតូចអីកុំឲ្យទៅចិត្តចំពោះក្តានមានស្នែងហើយក្តាននេះដែរគឺវាបានដើរតាមខ្ញុំគឺវាគិតថាខ្ញុំនឹងមានក្លិនអីមិនដឹងឬក៏មាននំមិនដឹងតែក្នុងក៏តាមខ្ញុំគឺអត់មានអីទេហើយចំពោះក្តាននៅទីនេះគឺសាំងខ្លាំងមែនទែនបើសិនជាបងប្អូនមានកូនតូចអីពួកគាត់សប្បាយចិត្តនឹងមើលក្តាននេះមែនទែនបើសិនជាបងប្អូនដែលនៅខ្មែរចង់មកលេងខេត្តនេះអីបងប្អូនអាចប្រាប់ខ្ញុំបានបើសិនជាចំថ្ងៃដែលខ្ញុំឈប់សម្រាកពីការងារក៏ដូចជាការរៀនសូត្រហ្នឹងគឺខ្ញុំអាចជូនបងប្អូនដើរមើលក្តានឬក៏ដើរលេងនៅខេត្តផ្សេងបានសម្រាប់ការដើរលេងនៅខេត្តណារ៉ាក៏ដូចជាខេត្តក្យូតូហ្នឹងគឺជាខេត្តដែលជាប់នឹងគ្នាអញ្ចឹងទៅគឺខ្ញុំអាចមានពេលច្រើនក្នុងការនាំដើរលេងហើយបើសិនជាបងប្អូនមកលេងកុំភ្លេចហៅខ្ញុំផងបន្ទាប់ពីហ្នឹងមកក៏ខ្ញុំបានមកឈមមើលការប្រគំតន្ត្រីរបស់ជនជាតិជប៉ុនហ្នឹងគឺគាត់បានច្រៀងជាមួយនឹងហ្គីតាហើយក៏មានក្តានចូលរួមជាមួយខ្ញុំដែរហើយក្តាននោះគឺវាមានអាការៈឈឺជើងមិនដឹងថាវាត្រូវអីទេតែប្រហែលជាវាជល់គ្នាក៏មិនដឹងពួកឯក្តាននៅទីនេះក៏វាខូចដែរហើយចំពោះក្តាននេះវិញគឺវាមើលទៅខ្ជូតមែនទែនមានពណ៌សនៅជាប់ខ្លួនវាជាច្រើនមិនធំតែប៉ុណ្ណឹងគឺមានលក់ដូចជារបស់របរញ៉ាំជា
ច្រើនដោយសារតែពេលកំឡុងខ្ញុំមកហ្នឹងគឺមានការប្រគំតន្ត្រីហើយនឹងមានការច្រៀងរាំជាច្រើននៅតាមសួននៅសួនអារក្សនេះហើយចំពោះនៅខាងមុខខ្ញុំហ្នឹងគឺជាសារមន្ទីរដូចគ្នាការតាំងពិព័រណ៍គឺខ្ញុំអត់ដែលចូលទេហើយនៅខាងមុខហ្នឹងដែរគឺវាមានក្តាន់ជាច្រើនហើយក្តាន់ហ្នឹងគឺសាងដូចគ្នាមិនថានៅទីណាទេគឺសបោក្តាន់មែនតើនៅក្នុងខេត្តអារក្សនេះហើយចំពោះស្មៅដែលវាដុះហ្នឹងគឺវាស៊ីហើយមានអ្នកថែទាំជាច្រើនដែលឲ្យចំណីវាអញ្ចឹងហើយចំពោះនៅកន្លែងនេះដែរនៅពេលដែលយើងមកលេងគឺវាមាននំសម្រាប់ឲ្យក្តាន់ស៊ីបើសិនជាបងប្អូនចង់បានក្តាន់ឲ្យមកចិត្តយើងច្រើនគឺបងប្អូនទិញនំទៅហើយវានឹងមកហើយនៅខាងក្រោយខ្ញុំនឹងដែរគឺជាសួនបៃតងមួយកន្លែងដែលសម្បូរក្តាន់ជាងគេនៅណារ៉ានេះដែរមិនថារដូវណាទេគឺវាស្រស់ស្អាតរហូតបើសិនជាបងប្អូនមកកំឡុងពេលរដូវស្លឹកឈើប្រែពណ៌វិញបងប្អូននឹងសែកថាវ៉ាវពិតជាស្អាតខ្លាំងមែនទែនហើយនៅខាងក្រោយខ្ញុំនឹងដែរគឺជាវត្តមួយកន្លែងដែលមានរូបចម្លាក់ធំខ្លាំងមែនទែនតែខ្ញុំអត់ទាន់បានចូលទេដោយសារតែពេលនឹងដែរគឺវាមេឃភ្លៀងហើយក៏វាល្ងិតយប់ដែរអញ្ចឹងខ្ញុំត្រូវប្រញាប់ទៅកន្លែងជាច្រើនដើម្បីឲ្យបងប្អូនមើលថាក្តាន់នៅទីនេះគឺច្រើនខ្លាំងប៉ុណ្ណាហើយនៅខាងក្រោយខ្ញុំនឹងដែរគឺជាក្តាន់មិនថាកូនក្តាន់មេក្តាន់យាយក្តាន់តាក្តាន់គឺមានទាំងអស់តែម្ដងតែអ្នកដែលខ្ញុំបានជួបមុនគេហ្នឹងគឺកូនក្តាន់ហើយកូនក្តាន់នេះដែរគឺជួបមែនទែនគូតគេគឺមានរូបបេះដូងទៀតហើយចំពោះក្តាន់នៅទីនេះគឺជាក្តាន់មួយប្រភេទដែលវាមិនសូវមានស្នែងវែងតែបើសិនជាមានស្នែងវែងក៏ពួកគេកាត់ចោលដែរបើសិនជាក្តាន់ណាដែលវាមានខូចអញ្ចឹងហើយចំពោះក្តាន់នេះគឺវាសេតខ្លាំងមែនទែនដោយសារតែវាអត់មានអ្នកចូលចិត្តលេងវាមានតែខ្ញុំហ្នឹងហើយដែលលេងវាហើយវាធ្វើមុខដាក់ខ្ញុំទៀតមិនដឹងថាវាមានបញ្ហាអីបន្ទាប់ពីចេញកន្លែងហ្នឹងមួយកន្លែងមកក៏ខ្ញុំបានធ្វើដំណើរដើម្បីទៅឡើងភ្នំមើល sunset ហើយនឹងមើលក្តាន់នៅលើកំពូលភ្នំតែម្ដងហើយផ្លូវដែលយើងដើរមកហ្នឹងក៏ខ្ញុំបានជួបក្តាន់ជាច្រើនហើយក្តាន់មួយនេះគឺខូចខ្លាំងមែនទែនបានខឹសខ្ញុំហើយចំពោះនៅកន្លែងនេះដែរក៏គេមានដាក់ផ្លាកឲ្យយើងប្រុងប្រយ័ត្នដែរចំពោះតែក្តាន់ដែលវាខូចអញ្ចឹងព្រោះឲ្យវានៅលើភ្នំអញ្ចឹងទៅគឺវាខ្លាចគ្រោះថ្នាក់បើសិនជាវាជុលយើងប្រកាសជាយើងធ្លាក់លើភ្នំហើយនេះគឺខ្ញុំចូលទិញស្បត់ហើយសំពោះស្បត់ចូលទស្សនានឹងដែរគឺវាអត់ថ្លៃទេម្នាក់ត្រឹមតែ150យេនទេ150យេននេះបើសិនជាយើងគិតជាលុយខ្មែរវិញប្រហែលជា6000ហើយមុននឹងចូលមកដល់ហ្នឹងក៏ខ្ញុំបានប្រទះឃើញអ្នកស្វាគមន៍ហ្នឹងក៏ខ្ញុំបានស្វាគមន៍វាដូចគ្នាហើយនៅខាងលើហ្នឹងដែរគឺស្អាតខ្លាំងមែនតើចាំមើលថានៅខាងលើហ្នឹងវាមានអីខ្លះហើយនៅផ្លូវដែលខ្ញុំបានដើរមកហ្នឹងក៏ខ្ញុំបានឃើញក្តាន់នៅលើភ្នំហ្នឹងតែម្ដងហើយនេះជាកាមេរ៉ាមែនរបស់ខ្ញុំហើយកាមេរ៉ាមែនហ្នឹងហើយគឺជាប្អូនប្រុសរបស់ខ្ញុំជាធម្មតាគឺខ្ញុំដើរតែពីរនាក់ហ្នឹងទេហើយឥឡូវនេះគឺខ្ញុំបានឡើងមកដល់កំពូលភ្នំហើយគឺមានប្រវែងរហូតទៅដល់560ម៉ែត្រហើយក៏មានលក់អីញ៉ាំក៏ដូចជាភេសជ្ជៈក៏មានស្រាមានអីដែរហើយនៅលើកំពូលភ្នំនេះដែរនៅពេលធម្មតាគឺសបោអ្នកថត pre wedding ខ្លាំងមែនទែនប៉ុន្តែដោយសារតែថ្ងៃខ្ញុំមកនេះគឺវាមានមេឃរអាក់រអួលវាចង់ភ្លៀងមិនថានៅលើកំពូលភ្នំកំពស់ម៉ានទេបងប្អូនក្តាន់គឺមាននៅគ្រប់កន្លែងតែម្ដងហើយសម្រាប់បងប្អូនដែលមានបំណងចង់មកមើល sunset ឬក៏ឆ្លងឆ្នាំអីដាច់យប់ដាច់អីបងប្អូនមកអង្គុយនៅកន្លែងនេះមកប៉ុន្តែនៅកំឡុងខែនេះគឺវាត្រជាក់ខ្លាំងហើយនៅក្នុងរដូវស្លឹកឈើប្រែពណ៌ខ្ញុំនឹងមកថតឲ្យបងប្អូនមើលម្ដងទៀតហើយបើនិយាយអំពីផ្លូវចុះវិញហ្នឹងក៏ខ្ញុំប្រទះឃើញក្តាន់ដែរហើយបើនិយាយអំពីទីនេះវិញនៅពេលដែលខ្ញុំមកភ្លាមហ្នឹងអ្នកដែលស្វាគមន៍ខ្ញុំដំបូងគេហ្នឹងគឺក្តាន់ហ្នឹងហើយបន្ទាប់ពីខ្ញុំទៅវិញហ្នឹងអ្នកដែលលាខ្ញុំហ្នឹងគឺជាក្តាន់ហ្នឹងហើយខ្ញុំចុះមកវិញហ្នឹងក៏ខ្ញុំបានដើរកាត់វាលស្មៅនេះក៏ខ្ញុំបានកលែកមើលឃើញថា sunset ពិតជាស្អាតខ្លាំងមែនទែនហើយនៅខាងមុខខ្ញុំហ្នឹងគឺជាកន្លែងដែលខ្ញុំរស់នៅគឺនៅម្ដុំទីក្រុងនៅខាងមុខយើងហ្នឹងហើយចំពោះក្តាន់នៅទីនេះគឺវាស្លូតខ្លាំងមែនទែនបងប្អូនសម្រាប់នៅកន្លែងនេះគឺវារៀងសុវត្ថិភាពហើយវាស្រស់ស្អាតខ្លាំងចំពោះការបញ្ចូលសម្លេងរបស់ខ្ញុំដែរសូមអធិស្ឋានបងប្អូនដោយសារតែខ្ញុំអត់សូវមានបទពិសោធន៍ក្នុងការបញ្ចូលសម្លេងអីទេហើយនេះជាវីដេអូដែលខ្ញុំព្យាយាមនឹងធ្វើវាឲ្យបានល្អជាងមុនហើយចំពោះវីដេអូដែលខ្ញុំធ្វើហ្នឹងគោលបំណងដែលខ្ញុំធ្វើគឺចង់ចែកម្លែកបទពិសោធន៍នឹងទីកន្លែងទេសចរនៅក្នុងប្រទេសជប៉ុនឲ្យបងប្អូនស្គាល់ចំពោះការរស់នៅក្នុងប្រទេសជប៉ុនដូចគ្នាក៏ខ្ញុំព្យាយាមនឹងចែកម្លែកពីច្បាប់និងការរស់នៅក្នុងប្រទេសជប៉ុនឲ្យបងប្អូនស្ដាប់ដូចគ្នាហើយកុំភ្លេចតាមដានវីដេអូបន្ទាប់ចុចសញ្ញាកណ្ដឹងដើម្បីតាមដានវីដេអូបន្ទាប់ដូចគ្នាសូមអរគុណសូមជម្រាបលាភ្លេចប្រាប់បងប្អូនទាំងអស់គ្នាបើសិនជាមកប្រទេសជប៉ុនកុំភ្លេចហៅខ្ញុំផងបើបងប្អូនចង់មកលេងប្រទេសជប៉ុនបាយបាយ